ពុទ្ធកិច្ច45ព្រះវស្សាវស្សាទី1ព្រះអង្គគង់ចាំព្រះវស្សានៅព្រៃអិសិបតនៈមិគទាយវ័នក្រុងពារាណសីក្នុងថ្ងៃពេញបូរមីខែអាសាឍការដែលព្រះអង្គទ្រង់សម្ដែងធម្មចក្រកប្បវត្តនសូត្រដែលជាធម្មទានដំបូងបំផុតឲ្យអញ្ញាកោដញ្ញៈតាំងនៅក្នុងសត្តាបតិផលហើយបានក្រាបទូលសុំបព្វជិឧបសម្បទាចំពោះព្រះដ៏មានព្រះភិក្ខព្រះដ៏មានព្រះភិក្ខជាម្ចាស់ទ្រង់ប្រទានជាអេហិភិក្ខុសម្បទាជាសង្ឃសាវកដំបូងក្នុងព្រះពុទ្ធសាសនាហើយទ្រង់គង់ចាំព្រះវស្សាដំបូងនៅក្នុងព្រៃអិសិបតនៈមិគទាយវ័នថ្ងៃតមកព្រះអង្គទ្រង់ប្រទានឱវាទដល់បញ្ចវគិភិក្ខុដ៏សេះដោយធម្មីកថាថាធម្មចក្ខុប្រចតុលីប្រចៈមន្ទិលបានកើតឡើងហើយដល់ព្រះវបៈនិងព្រះផតយៈថាធម្មជាតិណាមួយមានការកើតឡើងជាធម្មតាធម្មជាតិនោះទាំងអស់សុទ្ធតែមានការរលត់ទៅវិញជាធម្មតាលោកទាំងពីរបានសម្រេចធម៌ហើយបានក្រាបទូលសុំឧបសម្បទាព្រះដ៏មានព្រះភិក្ខទ្រង់ប្រទានជាអេហិភិក្ខុសម្បទាដល់អ្នកទាំងពីរនោះបញ្ចវគិភិក្ខុទាំង5បានសម្រេចធម៌ក្នុងមួយថ្ងៃមួយអង្គតាមលំដាប់ក្នុងថ្ងៃមួយរោចព្រះវបៈបានសម្រេចសតាបតិផលក្នុងថ្ងៃ2រោចព្រះផតយៈបានសម្រេចសតាបតិផលក្នុងថ្ងៃ3រោចព្រះមហានាមបានសម្រេចសតាបតិផលក្នុងថ្ងៃ4រោចព្រះអស្សជិបានសម្រេចសតាបតិផលលុះដល់ថ្ងៃ5រោចព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងអនត្តលក្ខណៈសូត្រព្រះបញ្ចវគិភិក្ខុទាំងអស់បានសម្រេចជាអរហត្តផលខណៈនោះព្រះអរហន្តបានកើតឡើងក្នុងលោកមាន6ព្រះអង្គ